ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកចែករំលែកពីរុក្ខជាតិផ្សំចូលគ្នា3មុខបងប្អូនយកមកធ្វើថ្នាំព្យាបាលជំងឺទី1បន្សាបជាតិគីមីចេញពីក្នុងខ្លួនទី2ជួយសម្អាតថ្លើមទី3ធ្វើឲ្យយើងគេងឆាប់លក់ទី4រលាក់តម្រងនោមទី5ក្រហាយដើមទ្រូងទី6រលាក់សន្លាក់រ៉ាំរ៉ៃទី7ឈឺក្បាលប្រកាំងវិធីធ្វើថ្នាំវិញម្ដងទី1យកគល់ស្លឹកគ្រៃចំនួន2គល់ហាន់ឲ្យស្ដើងបន្តិចហាលនៅក្នុងម្លប់ឲ្យបាន3ម៉ោងដាក់ដាំជាមួយទឹក1លីត្រកន្លះរំងាស់ឲ្យបាន15នាទីពេលលើកចេញពីលើភ្លើងវិញច្របាច់ក្រូចឆ្មា1ផ្លែចូលទៅក្នុងទឹកថ្នាំនឹងផងបន្ទាប់មកដាក់ទឹកឃ្មុំ1ស្លាបព្រាបាយដែរទទួលទានថ្នាំវិញម្ដងមួយថ្ងៃទទួលទានឲ្យអស់ទឹកថ្នាំហ្នឹងណាបងប្អូនព្យាយាមទទួលទានចាប់ពី5ទៅ7ថ្ងៃអាការៈជំងឺនឹងបានធូរស្បើយជាពុំខានមិននឹកស្មានថារុក្ខជាតិផ្សំចូលគ្នា3មុខយកមកធ្វើថ្នាំព្យាបាលជំងឺពូកែស័ក្តិសិទ្ធិដល់ម្លឹងសក់បងប្អូន